កូនគឺជាអំណោយសម្រាប់តែម៉ាក់ដែលក្លាហានប៉ុណ្ណោះទៅបានប្រឹងឡើង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 កុំប្រាប់ថាកូនខ្ញុំណាឈប់ទេហើយឈប់កេះវេះទៀតទៅឲ្យទៅក៏ខ្ញុំមិនយកដែរបើកូនលោកមែនខ្ញុំក៏មិនយកលោកវិញដែរខ្ញុំឈប់បរិច្ចាគទ្រព្យសម្បត្តិខ្ញុំហើយសុំទុកឲ្យក្មួយប្រុសខ្ញុំវិញថាម៉េចទៅបានលុយប្រហែលបានជាមកបំផ្លាញជីវិតខ្ញុំនឹងគ្រាន់តែសម្ដែងធ្វើប៉ាគេតាជាអាណាព្យាបាលក្មេងមានភារកិច្ចគ្រប់គ្រងទ្រព្យសម្បត្តិគេទាល់តែអាយុ18ឆ្នាំធ្វើជាឪពុកគេមិនស្រួលទេវើយឯសាក់មើលទៅដឹងហើយប្រយ័ត្នទឹកភ្នែកជូតក្បាលជង្គង់អានាងជីវិតរបស់ឯងហើយនឹងក្មេងនឹងមើលមានភាពផ្អែមល្ហែមភីងស្រស់ស្រាយដែរទេសម្លាញ់ប្រឹងរស់ណាដើម្បីមើលអ្នកដែលយើងស្រឡាញ់ទៅម្ដងមួយអតីតកាលគឺជាប្រុសគ្រប់គ្នាដែលមានតែនាងមិនចាំទេមិនបានជាមិនដកដង្ហើមអញ្ចឹងឆាប់ឡើងឆាប់ឡើងលុតទេមកអត់ស្រឡាញ់កូនទេស្រឡាញ់រហូតកូនសឹកខលមកមេសុំវីដេអូមួយអាចដើរលើភ្លើងមើលដើរមកទៅខ្ញុំលែងហ៊ានដើរហើយ